ស្ពៃនេះគឺខ្ញុំត្រូវធ្វើជ្រក់បងប្អូនអញ្ចឹងមានបងប្អូនគាត់ខមមិនខាងក្រោមគាត់ចង់ឲ្យខ្ញុំប្រាប់ពីរបៀបធ្វើជ្រក់ហើយវិធីខ្ញុំគឺមាន2ប្រភេទវិធីទី1ហ្នឹងគឺខ្ញុំកូរស្ករមុនគេបងប្អូនអាហ្នឹងគឺឆ្ងាញ់តែម្ដងប៉ុន្តែដោយសារការធ្វើជ្រក់នេះបងប្អូនយប់ជ្រៅពេកម៉ោងដល់ទៅ1យប់បងប្អូនហើយអញ្ចឹងទៅគឺខ្ញុំគ្រាន់តែដាំទឹកដាក់អំបិលដាក់ស្ករដាក់ប៊ីចេងតែប៉ុណ្្នឹងឯងហើយជ្រក់តែម្ដងហើយកំឡុងពេលជ្រក់ហ្នឹងអូយបងប្អូនហើយអត់យកកាមេរ៉ាមកចុចថតសោះភ្លេចឲ្យឈឹងដោយសារយប់ជ្រៅពេកបងប្អូនហើយម៉ោង1យប់អធិស្ឋានបងប្អូនផងចាំឃ្លីបវីដេអូក្រោយខ្ញុំនឹងធ្វើឲ្យលម្អិតជាងនេះហើយខ្ញុំមានវិធីដែលធ្វើឲ្យជ្រក់ហ្នឹងវាស្រួយបងប្អូនអញ្ចឹងពេលដែលដាំទឹករួចហ្នឹងយើងដាក់ស្ករប៊ីចេងអំបិលរួចហើយយើងបិទហ្គាសទៅហើយបន្ទាប់មកយើងយកស្ពៃហ្នឹងដាក់ចូលនៅក្នុងអាឆ្នាំងដែលមានទឹកក្តៅហ្នឹងបងប្អូននិយាយទៅដាក់ស្ពៃហ្នឹងចូលតែម្ដងទៅចាទុកឲ្យវាត្រជាក់ចាំយើងរៀបចំដាក់ចូលនៅក្នុងកតោរបស់យើងនិយាយទៅបើសិនជាយើងមានប្រភេទកៅថាកៅថ្មអីណាយើងប្រើហ្នឹងគឺល្អតែបើអត់មានទេយើងទឹកត្រជាក់ហើយអីទេយើងដាក់កតោជ័រក៏បានដែរព្រោះគាត់ថាកតោជ័រវាអត់សូវល្អដូចយើងប្រើកៅអញ្ចឹងណាបងប្អូនចាហើយនេះគឺខ្ញុំជ្រក់បានប្រហែល 3-4 ថ្ងៃហើយឥឡូវគឺខ្ញុំយកមកលាយបងប្អូនខ្ញុំកាត់វាកង់តូចល្អិតអញ្ចឹងទៅស្ទើរបន្តយើងហ្នឹងគឺយើងលាងទឹកឲ្យស្អាតយើងដាក់វាឲ្យស្រស់ទឹកបងប្អូនចាកុំឲ្យវាមានទឹកហើយបន្ទាប់មកយើងលាយជាមួយនឹងអាជ្រក់ដែលយើងជ្រក់រួចហ្នឹងយើងលាយគ្រឿងបន្ថែមពីលើទៀតទៅបើសិនយើងចង់ឲ្យវាមានឲ្យជារសឆ្ងាញ់ណាបងប្អូនចានេះខ្ញុំលាយគ្រឿងរួចហើយបងប្អូនហើយបន្ទាប់មកទឹកដែលជ្រក់របស់យើងហ្នឹងគឺកុំចោលបងប្អូនយើងយកមកលាយបន្ថែមតិចទៀតមកឲ្យវាចូលជាតិឆ្ងាញ់ហើយវិធីជ្រក់នេះគឺងាយមែនតើបងប្អូនហើយអធិស្ឋានដែរដែលបានធ្វើជាវីដេអូពេញល្អឲ្យបងប្អូនទេចាំវគ្គក្រោយណាបងប្អូនអធិស្ឋានដោយសារការងារវារវល់ពេកអញ្ចឹងទៅខ្ញុំឆ្លៀតពេលមែនតើណាបងប្អូនហើយម៉ោង2ម៉ោងអីនោះបងប្អូនឲ្យបានរួចរាល់នឹងយប់ជ្រៅតិចបងប្អូនឲ្យអធិស្ឋានផងហើយចាំជួយតាមដានវីដេអូក្រោយផងណាបងប្អូនណាអរគុណច្រើនមានបងប្អូនខ្មែរជាច្រើនដែលគាត់ស្គាល់ម្សៅដុសធ្មេញ H&M នេះនិយាយទៅគឺចេញមុនគេហើយល្បីខ្លាំងទៀតហើយបច្ចុប្បន្ននេះវារយៈពេល 4-5 ឆ្នាំហើយបងប្អូនហើយនៅតែមានការគាំទ្រខ្លាំងដោយសារតែគុណភាពបងប្អូនហើយអ្នកដែលលឿងធ្មេញឬក៏លឿងដោយសារញ៉ាំកាហ្វេជក់បារីហ្នឹងបកកែមែនតែនហើយបើថាលឿងពីកំណើតវិញបងប្អូនហើយដោះរយៈពេល2 ទៅ 3 សប្តាហ៍បងប្អូននឹងឃើញថាធ្មេញយើងវាប្លែកជាងមុនណាចាហើយអ្នកដែលគាត់មានបញ្ហាស៊ីវធ្មេញឈាមចាញវិញមិនបាច់20បងប្អូនប្រើតែ3ថ្ងៃជាដាច់ហើយបើប៉ងបាច់មាត់ក៏ព្យាបាលបានដែរហ្នឹងហើយក្លិនមាត់គឺកាត់បន្ថយបានល្អណាស់បើសិនជាបងប្អូនចង់ដឹងថាគុណភាពវាបែបម៉េចតើតែសាកល្បងប្រើសិនហើយបើអ្នកផ្ទះខ្ញុំវិញអូយនិយាយទៅអត់ H&M អត់បានហ្មងណាមួយវាសម្អាតក្លុកកលីធ្មេញយើងវាស្អាតបានល្អនេះចឹងទៅប្រើទៅវាមានគុណភាពណាមួយចាស់មានបញ្ហាស៊ីវធ្មេញបញ្ហាឈាមចាញហ្នឹងគឺញឹកញាប់តែដល់ពេលប្រើនេះវាអត់មានបញ្ហាអញ្ចឹងទៅគាត់ជាប់ចិត្តអាហ្នឹងបើសិនជាបងប្អូនមានបញ្ហាមាត់ធ្មេញកុំភ្លេចឆាតមក Facebook SN2 Cambodia បងប្អូនអរគុណច្រើន